បងប្អូនបរិះម្នាក់នេះពិតជាអស្ចារ្យមែនទែនកំពុងតែអង្គុយសុកនៅលើរឹងសត្វតែមានឆ្មាដែលមានមុខសភាពខ្ជូតមួយក្បាលបានដើរហៅមកស្រែកប្រាប់ឲ្យសុំជំនួយអ្វីម្យ៉ាងហើយបរិះម្នាក់ហ្នឹងគឺអត់សូវខ្វល់ជាមួយឆ្មាហ្នឹងឯងក៏បានព្យាយាមថតឆ្មាហ្នឹងដោយធម្មតាហើយឆ្មាហ្នឹងពិតជាមុខខ្ជូតមែនទែនវាបានសម្លឹងមើលបរិះម្នាក់ហ្នឹងថាចង់សុំជំនួយហើយតាមមើលឆ្មាហ្នឹងគឺផើមទៀតណាប្រហែលជាវាចង់ឲ្យកន្លែងដែលកាត់កូនរបស់វាពេលវាកាត់កូនអញ្ចឹងណាហើយមើលមុខគ្នាទៅពិតជាគួរអាណិតមែនទែនបុរសម្នាក់ហ្នឹងគឺអត់សូវចាប់អារម្មណ៍ទៅលើឆ្មាមួយក្បាលហ្នឹងហ្មងទេឆ្មាហ្នឹងវាគិតតែស្រែកសុំជំនួយក៏គាត់ត្រូវដឹងដែររហូតដល់ឆ្មាហ្នឹងសម្រេចចិត្តថាផងដើរចេញអីក៏អត់តន់ដាច់ចិត្តដែរបានស្រែកហៅសុំជំនួយពីបុរសម្នាក់ហ្នឹងទៀតតែបុរសហ្នឹងមើលទៅដូចអត់ខ្វល់ពីសត្វឆ្មាមួយក្បាលហ្នឹងសោះធ្វើឲ្យគ្នាឈរចាំយ៉ាងស្ដាប់ទៅដួសហើយមើលមុខឆ្មាមួយក្បាលហ្នឹងមើលទៅដូចជាឃ្លានចង់សុំឲ្យស៊ីអញ្ចឹងហើយផើមទៀតពិតជាគួរអាណិតគ្នាមែនតើហើយគ្នាខំស្រែកហាមាត់ថាអីក៏បរិបទនឹងអត់សូវខ្វល់មិនដែរគិតតែទាញទូរស័ព្ទថតធ្វើឲ្យគ្នាហ្នឹងរហូតដល់អង្គុយចុកឆ្កេះពេកប្រហែលជាគ្នាមកដេកអញ្ចឹងណាព្រោះឃើញប៉ាពោះហើមខ្លាចប៉ះពាល់ដល់កូនពេលកើតអញ្ចឹងណាហើយពិតជាអាណិតឆ្មាមួយក្បាលនឹងមែនតើបើជាបងប្អូនវិញបងប្អូននៅសុខចិត្តយកទូរស័ព្ទថតឆ្មាមួយក្បាលនឹងអត់ឬក៏ទៅហៅថៃហៅឆ្អឹងឲ្យដាក់ឲ្យឆ្មានឹងស៊ីបើអេដមីនវិញនឹងទៅហៅឆ្អឹងហៅឆ្មាឆ្អីដាច់ស៊ីនេះមើលទៅពិតជាអាណិតគ្នាមែនទែនបងប្អូនបរមនេះបានថតទៅលើឆ្មាមួយក្បាលដែលកំពុងតែស៊ីសัตว์អ្វីមួយដែលវាប្រមាញ់បានណាហើយឆ្មាហ្នឹងដល់ពេលឃើញបរមហ្នឹងវាគាត់ចាប់ដើមថតទៅគឺភ្នែកវាចាប់ដើមឡើងពណ៌ឡើងប្លែកហ្មងហើយឆ្មាមួយក្បាលហ្នឹងវាអត់ខ្វល់ជាមួយដែរបរមហ្នឹងដែរវាកំពុងថតទេវាក៏ទៅស៊ីអ្វីដែរវាកំពុងតែចាប់បាននៅធ្វើឲ្យបរមហ្នឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលនោះឆ្មាមួយក្បាលហ្នឹងវាមានភ្នែកដូចជាចេញចាំងមកជេភ្នែកវាហើយបរមហ្នឹងគឺព្យាយាមថតពីសកម្មភាពដែលឆ្មាម្នាក់ហ្នឹងស៊ីអាសត្វហ្នឹងមែនតើធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍ថាភ្ញាក់ផ្អើលដែលឃើញសត្វឆ្មាហែកស៊ីសត្វផ្សេងទៅដូចជាសត្វខ្លាសត្វអីដែលប្រមាញ់សត្វបាននៅក្នុងព្រៃមើលទៅពិតជាអស្ចារ្យមែនតើឆ្មាមួយក្បាលហ្នឹងគឺដូចជាសត្វខ្លាសត្វអីចឹងគឺវាហែកស៊ីអាចំណីដែលវាយកបានហ្នឹងគឺពិតជាមើលទៅគួរឲ្យរំថត់មែនតើហើយបរមហ្នឹងចេះតែហ៊ានថតដែរបងប្អូនមកមើលពីសកម្មភាពបរមអ្នកដែលបានថតទៅលើកូនក្មេង2នាក់ដែលកំពុងតែវាយហ្គេមណាហើយមើលទៅហ្គេមកំពុងតែក្មេងៗនឹងលេងហ្នឹងដូចជាហ្គេម mobile ហើយមិនដឹងជាដូចជា Free Fire ហើយក្មេងឥឡូវហ្នឹងឲ្យទៅពេលយប់ឡើងគឺអត់សូវបើកសភៅរៀនម៉ានេះពេលច្រើនគឺកាន់ទូរស័ព្ទលេងហ្គេមហ្មងពេលច្រើនហ្គេមដែលក្មេងៗលេងដូចជាហ្គេម Free Fire ហើយក្មេងទៅចិត្តលេងហ្គេមពួកហ្នឹងអត់ដូចជំនាន់ដែលខ្ញុំនៅរៀននៅអីសោះស្មាម៉ោង6 7អីហ្នឹងគឺចាប់ដើមអត់ទៀនអត់ជាងអីរៀនអានសភៅអីម៉ែក៏ព្រានអស់បាទក្មេងៗស្មាឥឡូវហ្នឹងអត់ទៅវក់នឹងការរៀនម៉ែនេះគឺផ្ដោតទៅលើការលេងហ្គេមខ្លាំងមែនទែនទៅមុខទៀតដឹងគិតមិនបើក្មេងស្មាឥឡូវក្មេងអត់សូវកាន់សភៅជាងកាន់ទូរស័ព្ទទេពេលច្រើនតែកាន់ទូរស័ព្ទមកគឺលេងហ្គេមហ្មងក្មេងស្មាឥឡូវដូចក្មេងពីមុនឯងក្មេងពីមុនឲ្យតយប់ប្រហែល6 7អីចាប់ដើមទាញសភៅទាញអីយកមករៀនអីដូចក្មេងស្មាឥឡូវដូចជារឿងខ្ជះខ្ជាយដល់ចំពោះការរៀនសូត្រអីចឹងដឹងថាអនាគតទៅមុខទៀតនឹងយ៉ាងម៉េចអេដមានមើលវីដេអូហ្នឹងឲ្យពិតជាអាណិតក្មេងៗហ្នឹងមែនទែនទៅមុខទៀតរំពឹងអីបាទប៉ុណ្ណឹងមួយថ្ងៃមកយប់គិតតែអង្គុយលេងហ្គេមលេងអីហ្នឹងម៉ែឲ្យគួរតែផ្ដោតទៅលើការសិក្សារបស់កូន